អ្នកផ្សេងទៀតបានយល់ស្របនៅអ្វីដែលអ្នកទាំងពីរបានលើកឡើងហើយពួកគេគិតថាអ្នកទាំងពីរគួរតែបានកំណត់ទ្រព្យច្រើនជាងគេព្រោះពួកគេជាអ្នកបង្កើតបេសកកម្មនេះឡើងហើយការដាំដុះរបស់ពួកគេក៏ខ្លាំងផងដែរវាជារឿងធម្មតាទេសម្រាប់ពួកគេដែលមានចំណែកលើទ្រព្យសម្បត្តិទាំងនោះដើម្បីការពារកុំឲ្យមានរឿងអ្វីមួយនឹកស្មានមិនដល់កើតឡើងក្រុមអ្នកទាំងនោះក៏បានយល់ស្របអំពីផែនការនេះហើយពួកគេនឹងចាក់ចេញក្នុងរយៈពេល2ថ្ងៃមុនការបញ្ចប់ការដោះដូរពាណិជ្ជកម្មក្រោយពីធ្វើសេចក្តីសច្ចាបនិធានរួចមកហើយអង្គប្រជុំក៏ត្រូវបានបញ្ចប់ហាន់លីបានកត់សម្គាល់ឃើញថាមានច្បងណាឡុងនិងបុរសចំណាស់ដែលមាននាមត្រកូលយន្តមានភាពជឿជាក់ខ្លាំងណាស់ហាក់បីដូចជាពួកគេមិនមានភាពភ័យខ្លាចអ្វីទាល់តែសោះចំពោះអ្នកដាំដុះមីសិនសូលចំនួនដើមដែលអនុវត្តលើល្បិចកិច្ចកលតូចណាមួយដោយពិចារណាលើទីតាំងនិងវិធីសាស្ត្រក្នុងការបំបែកការរឹតបន្តឹងលើអក្ខរាវិរុទ្ធពួកគេត្រូវបានស្គាល់យ៉ាងច្បាស់វាទំនងថាគ្មានអ្នកផ្សេងទៀតដែលគិតអំពីរឿងនេះទេជាការពិតណាស់ហាន់លីក៏យល់ស្របទៅនឹងការលើកឡើងនេះផងដែរវាគឺចាប់តាំងពីហាន់លីបានឈានដល់ដំណាក់កាលនេះសន្សូររួចមកការដាំដុះរបស់គាត់ខាងផ្នែកសិល្បៈដៅទេពអសុរាគឺមានភាពជឿចៅខ្លាំងណាស់គឺដោយសារតែវាខ្វះខាតខាងទ្រព្យព្រមទាំងសម្ភារៈមួយចំនួនហាងនេះបានគិតថាប្រសិនបើគាត់ត្រូវការរយៈពេល300ឆ្នាំទៀតយ៉ាងទូចត់ដើម្បីអាចឲ្យគាត់ឈានដល់ចំណុចកំពូលនៃដំណាក់កាលនេះសន្សូលចំពោះថាតើគាត់អាចឈានដល់ពាក់កណ្ដាលដំណាក់កាលនេះសន្សូលនេះវាគ្រាន់តែជាបញ្ហាសំណាងតែប៉ុណ្ណោះហើយអ្នកដាំដុះមីសិនសូលដែលគ្រប់គ្រងបានរហូតដល់ពេលនេះគឺសុទ្ធតែជាមនុស្សដែលមានជំនាញពិសេសយោងទៅតាមផែនការដើមរបស់ហាន់លីគាត់នឹងឧស្សាហ៍ដាំដុះច្រើនជាងរាល់ដងក្នុងរយៈពេល100ឆ្នាំនៅពេលដែលការពិព័រណ៍ពាណិជ្ជកម្មនេះបានបញ្ចប់វាធ្វើឲ្យគាត់មានភាពរីកចម្រើនជាមួយនឹងសិល្បៈដាំដុះរបស់គាត់ហើយគាត់បានចាក់ចេញពីទីតាំងការប្រជុំនោះទៅកន្លែងដែលគាត់ស្នាក់នៅគាត់បានដឹងថាចរឡងភ្នំបិសាចគឺមានភាពល្បីល្បាញខ្លាំងណាស់ហើយចំពោះអ្នកផ្សេងទៀតក៏បានចាក់ចេញផងដែរយោងតាមផែនការដើមរបស់ហាន់លីគាត់គិតថាគាត់នឹងឧស្សាហ៍ដាំដុះក្នុងរយៈពេល100ឆ្នាំហើយនៅពេលដែលគាត់បានរីកចម្រើនជាមួយនឹងសិល្បៈដាំដុះរបស់គាត់ភ្លាមគាត់នឹងចាក់ចេញពីលអាងហើយស្វែងរកទីកន្លែងមួយចំនួនដើម្បីស្វែងរកទ្រព្យសម្បត្តិហើយវាគ្រាន់តែស្វែងរកឱកាស
មួយដើម្បីឈានដល់ដំណាក់កាលបន្ទាប់តែប៉ុណ្ណោះប៉ុន្តែនៅពេលដែលហាន់ឌីបានឮអំពីកំណប់ទ្របនៅជ្រុងភ្នំបិសាចដល់បីល្បាញហាន់ឌីនឹងមិនអនុញ្ញាតឲ្យពួកវារត់គេចបានទេនេះប្រហែលជាឱកាសតែមួយគត់របស់គាត់ហើយវាក៏ជាគំនិតដូចគ្នាទៅនឹងអ្នកដាំដុះផ្សេងទៀតផងដែរព្រលឹងនេះចេញចូលពួកចាស់ទាំងនោះគឺត្រូវបានជាប់កាំងនៅដំណាក់កាលដំបូងអស់រយៈពេលរាប់មិនអស់ឆ្នាំរួចហើយវាគ្មានលទ្ធភាពអ្វីដែលធ្វើពួកគេបោះបង់ឱកាសបែបនេះនោះទេបច្ចេកទេសកំពូលថ្នាំគ្រាប់វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេវាជាការពិតណាស់នៅពេលដែលពួកគេបានបែកគ្នាពីការប្រជុំមានក្រុមមួយដែលមានគ្នា3នាក់មិនមានអ្វីក្រៅពីក្រុមរបស់អង្គ Spirit Set ទេអំឡុងពេលពួកគេកំពុងធ្វើដំណើរពួកគេបាននិយាយថាប្រសិនបើពួកយើងមានឱកាសយើងនឹងសម្លាប់ហាន់ឌីចោលដោយមិនធ្វើឲ្យគាត់ដឹងខ្លួនទេទោះបីជាលោកវាំងធៀនគូបាននឹកឃើញថាការធ្វើបែបនេះវាធ្វើឲ្យសម្ព័ន្ធវឹកហាត់បិសាចនិងសម្ព័ន្ធឋានសួគ៌នឹងខ្លាចជាសត្រូវក៏ដោយខណៈដែលចេតនាសម្លាប់ក្នុងចិត្តរបស់គាត់គឺពុពេញទៅដោយខណៈដែលចេតនាសម្លាប់របស់គាត់ពួកហាន់ឌីគឺបានជ្រៀតចូលពេញក្នុងចិត្តរបស់គាត់រួចទៅហើយក្រោយពេលហាន់ឌីបានត្រឡប់មកដល់ផ្ទះរបស់គាត់វិញគាត់បានសម្រាកមួយយប់ពេញហើយចំណាយពេលមួយថ្ងៃដើម្បីប្រញាប់ប្រញាល់រកសម្ភារៈដែលគាត់ត្រូវការក្រោយមកគាត់បានប្រាប់មកពីឲ្យស្នាក់នៅទីនោះដោយមានការប្រុងប្រយ័ត្នហើយបានស្នើឲ្យលូលាន់ជួយមើលថែនាងផងនៅពេលដែលលូលាន់ឮហាន់ឌីរៀបបញ្ជាក់ចេញយ៉ាងប្រញាប់ដូច្នេះគាត់មានការភ្ញាក់ផ្អើលទោះយ៉ាងណាគាត់មិនបានសុំការបញ្យល់អំពីហាន់ឌីនោះទេហើយគាត់បានយល់ព្រមមើលរក្សានាងបន្ទាប់មកក្នុងរយៈពេលមួយថ្ងៃបន្ទាប់ហាន់ឌីបានចំណាយពេលធ្វើការដាំដុះរបស់គាត់នៅទីនោះមួយរយៈក្រោយមកវាគឺបានដល់ពេលកំណត់ហើយហាន់ឌីបានចាក់ចេញពីកន្លែងស្នាក់នៅរបស់គាត់ដោយអស់ទៅភាគខាងត្បូងនៃទីក្រុងនៅចម្ងាយ500គីឡូម៉ែត្រ6ម៉ោងក្រោយមកគាត់បានទៅដល់ជួបជុំជាមួយអ្នកផ្សេងទៀតនៅពេលដែលក្រុមអ្នកដាំដុះកម្រិតនិងសន្សូបានជួបជុំគ្នារួចហើយពួកគេក៏បានធ្វើដំណើរទៅភាគខាងត្បូងឆ្ពោះទៅរកវាលទំនាបមូឡាននៅរដ្ឋយូគឺជាប្រទេសនៃសហភាពដាំដុះទាំង9ដែលនៅជិតបំផុតជាមួយនឹងវាលទំនាបមូឡានប៉ុន្តែពិតណាស់វាមានគម្លាតរវាងព្រំដែននឹងគ្នារដ្ឋយូគឺជាប្រទេសនៃសហភាពប្រជាជាតិទាំង9ដែលនៅជិតជាមួយនឹងវាលទំនាបមូឡានបំផុតហើយនៅទីនោះមានវាលរហោឋានដែលមានទំហំ 5000 គីឡូម៉ែត្រ
ហើយតំបន់នោះគឺជាកន្លែងប្រយុទ្ធដ៏អស្ចារ្យរវាងអ្នកកម្រិតលីសិនសូលនិងអ្នកចម្បាំងអក្ខរាវិរុទ្ធមូឡានហើយវាធ្វើឲ្យអ្នកដាំដុះលីសិនសូលជាច្រើនបានស្លាប់នៅទីនោះមួយសន្ទុះក្រោយមកក្រោយពួកគេបានធ្វើដំណើរមកដល់តំបន់វាលហោឋាននេះពួកគេបានរកឃើញអ្នកដាំដុះពី3នាក់ជាច្រើនគឺជាអ្នកបង្កើតស្នូលហើយចំពោះអ្នកដាំដុះកម្រិតនីសិនសូលវិញគឺពួកគេនឹងមិនងាយឃើញចំពោះសមរភូមិតូចតាចបែបនេះទេនេះហើយជាមូលហេតុដែលធ្វើឲ្យក្រុមឡានឡុងមិនមានការប្រុងប្រយ័ត្នចំពោះតំបន់នេះចម្ងាយ 5,000 គីឡូម៉ែត្ររបស់វាលហោឋាននោះគឺវាងាយស្រួលខ្លាំងណាស់សម្រាប់ការធ្វើដំណើររបស់អ្នកដាំដុះកម្រិតនីសិនសូលនោះហើយជាមូលហេតុដែលអ្នកដាំដុះធ្វើដំណើរដោយមិនមានការសម្រាកដោយមានការដឹកនាំដោយរៀនច្បងណានឡុងនិងពិតជាពាក់អាវសហើយអ្នកសេះសល់ទៀតគឺបានតាមក្រោយយ៉ាងខ្ជាប់ខ្ជួនពួកគេបានឆ្លងកាត់ទីនោះដោយពុំធ្វើឲ្យអ្នកដាំដុះណាមួយដែលមានកម្រិត Formation ចាប់អារម្មណ៍នោះឡើយទោះជាយ៉ាងនេះស្ដីក្រោយពេលពួកគេធ្វើដំណើរអស់រយៈពេល1ម៉ោងមួយរំពេចនោះបុរសពាក់អាវសក៏បានឈប់ភ្លាមបន្ទាប់មករៀនច្បងអាឡុងក៏បានសួរថាតើបងប្រយុទ្ធមានអ្វីកើតឡើងគាត់បានបដូរវេនជាមួយបុរសចំណាស់ស្លៀកពាក់សដើម្បីមើលនិងដាក់វិញ្ញាណអារម្មណ៍របស់ពួកគេដើម្បីតាមដានបុរសចំណាស់ដែលមាននាមតង្គោលយន្តបានរួមភ្នែកឡើងហើយនិយាយយ៉ាងមើលមកថានៅខាងមុខមានជុះធំដែលគួរឲ្យសង្ស័យខ្លាំងណាស់ខ្យល់បក់ខ្លាំងមែនទេមានន័យថាម៉េចទៅខ្យល់នេះមិនសូវធម្មតាមែនទេគេច្បងណាត់ឡងបានសួរយ៉ាងងឿងឆ្ងល់បន្ទាប់មកគាត់បានបញ្ចេញអារម្មណ៍ខាងវិញ្ញាណរបស់គាត់ហើយពិនិត្យមើលទៅរយៈចម្ងាយហានវីនិងអ្នកផ្សេងទៀតបានឮយ៉ាងច្បាស់នៅពាក្យពេចន៍របស់ពួកគេដោយពីឮយ៉ាងច្បាស់ដូច្នេះទីផ្សេងទៀតក៏បានមើលមុខគ្នាទៅវិញទៅមកហើយបញ្ចេញអារម្មណ៍ខាងវិញ្ញាណរៀងៗខ្លួនទោះបីជាពួកគេមិនទាន់បានចូលត្រូវក្នុងទំនៀមបុរាណក៏ដោយនេះជាការប្រសើរខ្លាំងណាស់ក្នុងការប្រុងប្រយ័ត្នប្រសាទរបស់ពួកគេទាំងអស់សុទ្ធតែជាអ្នកដែលមានជំនាញដ៏កំពូលហើយពួកគេក៏អាចស៊ើបអង្កេតស្ថានភាពដោយខ្លួនឯងបានផងដែរជាលទ្ធផលពួកគេម្នាក់បានមានឆ្ងល់បន្ទាប់មកមានស្ត្រីចំណាស់ម្នាក់បាននិយាយយ៉ាងស្រងួតស្រងាត់ថាចោលនោះជាគួរឲ្យសង្ស័យខ្លាំងណាស់វាមានអ្វីមួយខុសប្រក្រតីព្រោះចប់ពីបែបនេះมันអាចកើតឡើងដោយធម្មជាតិបានហើយគឺអរគុណភាគក្រោយទៀតពួកយើងនឹងបាននិយាយស្ដាប់អំពីអ្នកចម្បាំងអក្ខរាវិរុទ្ធអូខេអរគុណគឺបន្តទៅទៀតអ្នកទាំងអស់គ្នានឹងបានស្ដាប់អំពីអ្នកចម្បាំងអក្ខរាវិរុទ្ធរបស់យុទ្ធនាមួយដែរ như và hai chữ kia